ផលិតកម្មកលសិនវត្រារៀបចំពិធីទទួលសិទ្ធិពីសម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិព្រះបណ្ឌិតបូរនីហ៊ុនសែនបង្កើតអាល់ប៊ុមកម្រងចម្រៀងដកស្រង់ចេញពីសាច់រឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបរមីនៅថ្ងៃសុក្រទី20ខែមីនាឆ្នាំ2025នេះរៀបចំប្រារព្ធពិធីដ៏ធំទទួលសិទ្ធិពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រះបណ្ឌិតបូរនីហ៊ុនសែនក្នុងការផលិតអាល់ប៊ុមកម្រងចម្រៀងដកស្រង់ចេញពីសាច់រឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបរមីដែលជារឿងប្រវត្តិសាស្ត្រនិងឆ្លុះបញ្ចាំងពីប្រវត្តិតស៊ូរបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិព្រះបណ្ឌិតបូរនីហ៊ុនសែនក្នុងបុព្វហេតុជាតិមាតុភូមិពិធីទទួលសិទ្ធិធ្វើឡើងក្រុមការអញ្ជើញជាកិត្តិយសរបស់អ្នកអញ្ញាលិនវត្រាអគ្គនាយកក្រុមហ៊ុនកលសិនវត្រាគ្រប់និងលោកជំទាវព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនទីប្រឹក្សាផលិតកម្មផលិតករអ្នកនិពន្ធតារាចម្រៀងសិល្បករសិល្បករនីនិងភ្ញៀវកិត្តិយសជាច្រើនរូបដែលប្រពធ្វើឡើងនៅភោជនីយដ្ឋានតលេបាសារាជធានីភ្នំពេញមានប្រសាសន៍ក្នុងឱកាសនោះអមដោយបន្លឺឡើងសម្លេងជ័យខោរំលេចពាក្យអរគុណសន្តិភាពអរគុណសម្ដេចតេជោដែលបានស្វែងរកសន្តិភាពអរគុណសម្ដេចមហាបវរធិបតីដែលបន្តការពារសន្តិភាពជារនាំងការពារអាយុជីវិតយើងទាំងអស់គ្នាអ្នកអញ្ញាលិនវត្រាបានថ្លែងគោរពនៅការដឹងគុណដ៏គង់គប់បំផុតដល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រះបណ្ឌិតបូរនីហ៊ុនសែនដែលមានទឹកចិត្តប្រកបដោយគុណធម៌ដ៏ជ្រាលជ្រៅដល់ឱកាសឲ្យក្រុមហ៊ុនកលសិនវត្រាគ្រប់ទទួលសិទ្ធិផលិតអាល់ប៊ុមកម្រងចម្រៀងដកស្រង់ចេញពីសាច់រឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបរមីដែលអ្នកឧញ្ញាបង្ហាញនូវមោទនភាពដ៏គំកោះយ៉ាងក្រៃលែងសម្រាប់ផលិតកម្មកលស៊ីនិងក្នុងនាមជាអ្នកឧញ្ញាផ្ទាល់មានតម្លៃជាប្រវត្តិសាស្ត្រក្នុងការផលិតអាល់ប៊ុមកម្រងចម្រៀងដកស្រង់ចេញពីសាច់រឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបរមីអ្នកឧញ្ញាមានប្រសាសន៍ថាខ្ញុំបាទក្នុងនាមក្រុមហ៊ុនជាមួយអាវដំហឹមនភាលោកខេមមានមោទនភាពយ៉ាងក្រៃលែងទទួលបានការអនុញ្ញាតណែនាំជាគោលការណ៍ដ៏គង់គោះពីសម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិព្រះបណ្ឌិតបូរនីហ៊ុនសែនគឺជាកិត្តិយសដ៏ធំធេងណាស់សម្រាប់ការងារប្រវត្តិសាស្ត្រសម្រាប់ការផលិតកម្រងចម្រៀងជូនសម្ដេចទាំងទ្វេដើម្បីទៅជាមរតកដល់អ្នកជំនាន់ក្រោយបានដឹងនិងឆ្វេងយកពីដំណើររឿងដោយសាររឿងនេះជាដំណាក់កាលប្រវត្តិសាស្ត្រនិងជារឿងពិតដែលនិយាយពីសាច់រឿងរបស់សម្ដេចតេជោក្នុងអំឡុងពេលចូលព្រៃហើយធ្វើការតស៊ូនិងស្វែងរកការផ្សព្វផ្សាយនិងរកសន្តិភាពជូនជាតិមាតុភូមិទន្ទឹមគ្នានេះអ្នកឧញ្ញាមានប្រសាសន៍ដោយក្តីអំណរដែលទទួលបានការងារមួយនេះព្រោះភារកិច្ចដ៏ធំធេងគឺមានតម្លៃមហាសាលក្នុងជីវិតអ្នកឧញ្ញាដែលគ្មានអ្វីមកប្រៀបផ្ទឹមបានឡើយអ្នកឧញ្ញារួមជាមួយអាដាមហឹមនភាតារាចម្រៀងដែលទទួលបានការណែនាំផ្ទាល់ពីសម្ដេចតេជោគឺមានការបដិញ្ញាចិត្តគោះក្នុងការផលិតកម្រងអាល់ប៊ុមចម្រៀងរឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបរមីដើម្បីផលិតជូនដោយក្តីគោរពបំផុតជូនសម្ដេចតេជោនិងសម្ដេចគតិព្រះបណ្ឌិតបូរនីហ៊ុនសែនបន្សល់ទុកនូវកម្រងដល់អ្នកជំនាន់ក្រោយបានដឹងគ្រប់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រប្រទេសកម្ពុជាដែលសាច់រឿងនិងចម្រៀងនេះគឺជាប្រវត្តិសាស្ត្រសម្រាប់ក្មេងជំនាន់ក្រោយរាប់ចំនួនអាចសិក្សារៀនសូត្រនិងស្វែងយល់បន្ថែមពីទស្សនវិជ្ជានៃជីវិតពិតៗរបស់សម្ដេចក្នុងបុព្វហេតុបដូរសាច់ស្រស់ឈាមស្រស់តស៊ូសង្គ្រោះជាតិមាតុភូមិនិងប្រជាជនកម្ពុជាឲ្យរួចផុតពីរបបយងក្នុងប្រល័យពូជសាសន៍ប៉ុលពតនិងដើម្បីធ្វើឲ្យមានភាពងាយស្រួលសម្រាប់ការស្រាវជ្រាវនិងអាចរក្សាសិទ្ធិបានពេញលេញនៅក្នុងរបាយការណ៍ស្ដីពីការរៀបចំផលិតកម្រងចម្រៀងដកស្រង់ចេញពីសាច់រឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបរមីឯកឧត្តមជាលីស័យទីប្រឹក្សាផលិតកម្មកលសិនវត្រាបានលើកឡើងថាអមជាមួយវណ្ណកម្មដ៏ថ្លៃថ្លានៃខ្សែភាពយន្តភាគខ្នាតធំនិងស្របតាមការចងអបង្ហាញដ៏គប់គោះរបស់សម្ដេចតេជោផលិតកម្មកលសិនវត្រាបានទទួលមហាកិត្តិយសដ៏គប់គោះក្នុងការទទួលបានសិទ្ធិដើម្បីផលិតជាអាល់ប៊ុមកម្រងផ្លូវការរឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបរមីជាជំហានដំបូងក្នុងមួយអាល់ប៊ុមនឹងមានប្រហែលចន្លោះពី8វ៉ុលទៅ10វ៉ុលដែលក្នុងវ៉ុលនីមួយៗនឹងមាន10បទសរុបប្រហែលចន្លោះពី80បទទៅ100បទក្នុងមួយអាល់ប៊ុមជារួមសរុបទាំងពីរអាល់ប៊ុមទាំងបទលំនាំបទដើមនិងមេឡូឌីថ្មីប្រហែលជាជិត200បទឯកឧត្តមទីប្រឹក្សាជាលីស័យបានបញ្ជាក់ថាសម្រាប់ការងារមីឌាដើម្បីធ្វើការផ្សព្វផ្សាយនៅបទចម្រៀងក្រោយពីបានផលិតរួចរាល់ទាំងអស់ឲ្យបានទូលំទូលាយ
សម្ដេចតេជោបានផ្ដល់ជាអនុសាសន៍10គុំគោះដោយអនុញ្ញាតចូលផលិតកម្ម Galaxy Navatra គ្រប់រក្សាសិទ្ធិច្បាប់ដើមនៃចម្រៀងទាំងអស់និងផ្សព្វផ្សាយតាមបណ្ដាញសង្គមឲ្យបានទូលំទូលាយព្រមទាំងប្រកល់ជូនក្រុមការងារមីឌារបស់សម្ដេចតេជោដើម្បីផ្សព្វផ្សាយផងដែរនៅក្នុងឱកាសនេះក៏មានរៀបចំធម៌សន្តិសិទ្ធិសារព័ត៌មានស្ដីពីពិធីទទួលសិទ្ធិពីសម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិប្បបណ្ឌិតបូរនីហ៊ុនសែនបង្កើតអាល់ប៊ុមគម្រោងចម្រៀងដកស្រង់ចេញពីសាច់រឿងកូនប្រុសក្រំពន្លឺព្រះច័ន្ទពេញបរមីដែលអ្នកឧញ្ញាលេណាវ៉ាត្រាអគ្គនាយកក្រុមហ៊ុន Galaxy Navatra Group ឯកឧត្តមហឹមនុភាទីប្រឹក្សាផលិតកម្ម Galaxy Navatra និងតារាចម្រៀងខេមដើម្បីបញ្ជាក់បន្ថែមពីគោលបំណងបេសកកម្មចក្ខុវិស័យក្នុងការផលិតអាល់ប៊ុមចម្រៀងរឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបរមីផងដែរ